ខែនេះបងប្អូនអើយសបោត្រីណាស់ចានេះខ្ញុំដើរផ្សារផឹកមិញជួបថៃតែងស្រែល្អមែនតែនក៏នឹកឃើញភ្លាមគឺនំបញ្ចុកទឹកប្រហុកបងប្អូននេះខ្ញុំដាក់អាំងត្រីចោលមកធ្វើទឹកប្រហុកទាំងអស់គ្នាសម្រាប់គ្រឿងមានខ្ទឹមសខ្ទឹមក្រហមម្ទេសបងប្អូនដាក់រលីងវាតែដាក់ទឹកជាស្ងោរឲ្យពុះសិនឲ្យស្ងួតទឹកហ្នឹងចាំរលីងទៀតពេលមិនទាន់ស្ងួតយើងក៏មកខ្វេះប្រហុកច្រាំបងប្អូនចូលចិត្តប្រហុកច្រើនឬក៏ធ្វើទឹកប្រហុកច្រើនបងប្អូនដាក់តាមហ្នឹងបងប្អូនណាចាសម្រាប់នំបញ្ចុកទឹកប្រហុកខាងខេត្តសៀមរាបហ្នឹងគឺឆ្ងាញ់នឹងទឹកប្រហុកនឹងឯងបើយើងលាយត្រូវគឺឆ្ងាញ់ខ្លាំងណាស់ខ្ទឹមក្រហមខ្ទឹមសម្ទេសចាប់ផ្ដើមស្ងួតទឹកអស់ហើយយើងចាប់ផ្ដើមកូរវាឲ្យស្ងួតហើយកូរវាឲ្យឡើងក្រៀមឈ្ងុយបងប្អូនពេលឈ្ងុយល្អហើយបងប្អូនដាក់ចូលក្នុងម៉ាស៊ីនកិនបងប្អូនបុកក៏បានដែរបើមានម៉ាស៊ីនកិនគ្រាន់តែថាយើងប្រើម៉ាស៊ីនកិនវាលឿនណាចាបងប្អូនពេលកិនហ្នឹងក៏នេះខ្ញុំអត់ផ្លិចជាមួយម្ទេសក្រៀមដែរដើម្បីបន្ថែមជាតិឈ្ងុយយើងថែមទឹកជាបន្តិចយើងកិនទៅបងប្អូនចាកិនស្រាច់ទៅបងប្អូននេះបងប្អូនខ្លះក៏ចូលចិត្តម៉ត់បងប្អូនខ្លះក៏ចូលចិត្តម៉ាត់ល្មមដាក់តាមហ្នឹងបងប្អូនបន្ទាប់មកបងប្អូនដាក់ខ្ទះឲ្យក្តៅទៅយើងកូរស្ករសិនហើយនេះខ្ញុំប្រើស្ករត្នោតបងប្អូនស្ករនេះគឺខ្ញុំទិញមកពីសៀមរាបមានម៉ួយបងប្អូនចាសុទ្ធល្អណាស់ចាកូរស្ករឲ្យឡើងឈ្ងុយបងប្អូនចាំដាក់ប្រហុកដែលយើងចិញ្ច្រាំមិញណាចាហ្នឹងហើយកូរប្រហុកហ្នឹងរហូតដល់ចូលជាមួយនឹងស្ករកូររហូតរលាយចូលគ្នាបងប្អូនចាំបងប្អូនចាក់គ្រឿងដែលកិនអំមាញ់មិញហ្នឹងសម្រាប់នំបញ្ចុកទឹកប្រហុកខាងខេត្តសៀមរាបបើយើងធ្វើទឹកប្រហុកឆ្ងាញ់គឺនំបញ្ចុកយើងរឹតតែឆ្ងាញ់ចាយើងចាក់គ្រឿងហើយកូរវាឲ្យសព្វមកបន្ថែមជាមួយទឹកជាតែនេះខ្ញុំដាក់ជាមួយនឹងម៉ាស៊ីនគ្រឿងព្រោះថាវាគ្រឿងជាប់តិចហ្នឹងស្ដាយបន្ថែមជាមួយនឹងប៊ីចេង2ស្លាបព្រានិងម្សៅស៊ុបបងប្អូនទុកឲ្យវាពុះចាចូលជាតិគ្នាបន្តិចទៅបងប្អូនភ្លក់ទៅចាល្មមហើយឬក៏យ៉ាងម៉េចថែមគ្រឿងតាមហ្នឹងបងប្អូនទឹកប្រហុកបានរួចរាល់ហើយងាកមកត្រីក៏បានឆ្អិនល្មមដែរមុននឹងញ៉ាំនេះខ្ញុំក៏មិនភ្លេចញ៉ាំជាមួយនឹងវីតាមីន CSM ដើម្បីការពារធាត់និងសម្រកគីឡូព្រោះថាមួយថ្ងៃគឺថាញ៉ាំច្រើនណាស់បើអត់ញ៉ាំវីតាមីនហ្នឹងទេនេះខ្ញុំឡើងមិនដឹងប្រហែលគីឡូទេអាហារគេញ៉ាំតែ3ពេលនេះខ្ញុំញ៉ាំ4ពេល5ពេលបាយកកក៏មានដែរសម្រាប់បន្លែគឺនេះខ្ញុំស្ងោរទាំងអស់ចាមានស្តៅគួរស្ងោរមានស្ពៃក្តោបស្ងោរចាមានផ្កាខាត់ណាស្ងោរហើយនឹងមានតកួនមានទាំងដើមខ្ទឹមចានេះមានកញ្ឆែតឆ្លក់ទឹកទៀតចាយកស្រស់ទាំងអស់ចាស្អំជាមួយនឹងផ្កាស្នោចាហើយនឹងពោតបារាំងចាផ្លែពោតបារាំងយ៉ាងហ្នឹងចាសំបីតែនំបញ្ចុកក៏ខ្ញុំយកស្រស់សិនដែរដើម្បីនំបញ្ចុកយើងទុនល្អបងប្អូនគឺយើងញ៉ាំកាន់តែឆ្ងាញ់បងប្អូនអើយថ្ងៃនេះគឺនេះខ្ញុំធ្វើទឹកប្រហុកបានឆ្ងាញ់មែនតែនចាហើយសម្រាប់នំបញ្ចុកខាងខេត្តសៀមរាបគឺត្រូវណាជាមួយត្រីដែងអាំងហើយសម្រាប់ទឹកប្រហុកបងប្អូនអើយថ្ងៃនេះនាងខ្ញុំធ្វើបានឆ្ងាញ់មែនតែនដាក់មកគឺចូលជាតិល្អនិយាយទៅនំបញ្ចុកខាងខេត្តសៀមរាបខ្ញុំឲ្យមេដៃត្មងនឹកឃើញពេលណាគឺស្រាវទឹកមាត់ពេលហ្នឹងហ្មងវាឆ្ងាញ់ណាបងប្អូនចាហើយក៏ចេះយ៉ាងហ្នឹងរសជាតិអែមណាបងប្អូនអើយចាហើយនៅខាងខេត្តសៀមរាបមិនមែនតែនំបញ្ចុកទឹកប្រហុកហ្នឹងឯងឆ្ងាញ់មួយមុខហ្នឹងឯងបងប្អូនមាន់អាំងចាប្រហុកអង្ក្រងអូយនិយាយទៅមកហូបច្រើនមុខណាស់ដែលគាត់ធ្វើឆ្ងាញ់ខ្ញុំទៅសុំតសើខ្ញុំទៅខេត្តសៀមរាបម្ដងគឺទៅផ្សារទៅអីហ្នឹងសំបីតែបន្លែផ្លែឈើត្រីសាច់អីហ្នឹងគឺតម្លៃនៅធូរនៅឡើយទេអញ្ចឹងភាគច្រើនគឺនាងខ្ញុំចូលចិត្តទៅណាព្រោះនាងខ្ញុំក៏មានផ្ទះនៅសៀមរាបហ្នឹងមួយដែរចាទៅម្ដងចឹងអត់ចង់មកវិញទេសបោត្រីស្រែសបោបន្លែស្រែបងប្អូនចាហើយសំខាន់មកហូបនៅកន្លែងណាក៏ឆ្ងាញ់ដែរតាមភោជនីយដ្ឋានរមណីយដ្ឋានអីគឺតម្លៃធូរថ្លៃខ្លាំងនិយាយចេះហ្មងទៅគឺខេត្តសៀមរាបគឺខ្ញុំស្រឡាញ់មែនតើហើយនំបញ្ចុកទឹកប្រហុកនេះបងប្អូនអត់មានបាក់ធ្វើទេបងប្អូនធ្វើតែចេញទឹកប្រហុកហើយរសជាតិឆ្ងាញ់ហើយបងប្អូនចាមានតែត្រីដែងអាំងនំបញ្ចុកបន្លែស្អីក៏ដោយបងប្អូនត្រូវតែស្រស់ចាអូចូលជាតិគ្នាល្អណាស់បងប្អូនធ្វើតាមវិធីខ្ញុំទៅទឹកប្រហុកធានាថាឆ្ងាញ់វីដេអូនេះខ្ញុំក៏ត្រូវបានបញ្ចប់អរគុណបងប្អូនជម្រាប